ក្នុងយុវវ័យបងសុភមង្គលបងគឺអូនជាអ្នកផ្ដល់ឲ្យបងមិននឹងស្ដាយក្រោយទៅនៅពេលដែលអូនហាមាត់ហើយឈ្មោះបងចៅសៅឈីមានអារម្មណ៍ថាដូចវិលទៅអាយុ17ឆ្នាំអេអាចឆាប់ឡើងត្រូវប្រញាប់ទៅរៀនវិញពួកយើងនៅជាមួយគ្នាហើយឲ្យពួកយើងញ៉ាំបាយស្រួលបានទេខ្ញុំដឹងថាលោកមិនឲ្យខ្ញុំខកបំណងទេបើបានបែបនេះរហូតល្អណាស់បន្ថែមល្បឿនបានបែបនេះរហូតទៅបើខ្ញុំមិនបានជួបយើងយងឈើខ្ញុំនឹងមិនត្រូវរបួសទេមែនទេក៏មិនដណ្ដាបែបនេះដែរមែនទេបើលោកចង់ប្រកបអាជីពជាកីឡាករទៀតប្រកាសជាមិនបានទេបងជាអ្នកប្រាប់ខ្ញុំដោយផ្ទាល់មាត់ថាមិនឲ្យខ្ញុំខកចិត្តទៀតទេប៉ុន្តែខ្ញុំបែរជាលើពាក្យស្ដាយក្រោយចេញពីមាត់បងគ្រាន់តែចង់នៅជាមួយអូនអស់មួយជីវិតប៉ុន្តែពួកយើងធ្វើមិនបានទេស្រឡាញ់ទេថ្ងៃរៀបការពួកយើងបងនឹងកំងឲ្យអូនឲ្យតែកូនសម្លាប់ជាបងស្លៀកអ្វីក៏មិនសំខាន់ដែរយងឈើរីរីថ្ងៃកំណើតជាមិនធ្លាប់តែល្ងងមកខាងបារម្ភពីអនាគតតាំង15ឆ្នាំក្រោយពួកយើងនឹងទៅជាអ្វីមកខាងខ្ជិះខ្ជាយពេលបច្ចុប្បន្នក្មេងស្រីដែលកំដរបងមកអស់15ឆ្នាំអរគុណហើយដែលបង្ហាញខ្លួនក្នុងជីវិតបង